សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី18ខែមីនាឆ្នាំ2026ហើយសង្គ្រាមរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់បានអូសបន្លាយអស់រយៈពេលជិត3សប្តាហ៍ហើយអ្វីដែលគេរំពឹងថានឹងចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃឥឡូវកំពុងតែក្លាយជាវិបត្តិសកលលោកដែលប៉ះពាល់ដល់សេដ្ឋកិច្ចនិងសន្តិសុខថាមពលពិភពលោកទាំងមូលវីដេអូនេះខ្ញុំនឹងសង្ខេបពីស្ថានភាពសង្គ្រាមចុងក្រោយបំផុតមកទល់នឹងពេលនេះតោះទៅមើលទាំងអស់គ្នាសង្គ្រាមនេះបានចាប់ផ្ដើមនៅថ្ងៃទី28ខែកុម្ភៈជាមួយនឹងការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលក្នុងប្រតិបត្តិការ Epic Fury គោលដៅចម្បងគឺបំផ្លាញសមត្ថភាពយោធារបស់អ៊ីរ៉ង់រួមទាំងការសម្លាប់មេដឹកនាំកម្ពុជារបស់ពួកគេផងដែរគិតមកទល់ពេលនេះការវាយប្រហារលើកោះខាកកាលពីថ្ងៃទី14ខែមីនាអាមេរិកបានប្រកាសថាខ្លួនបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើគោលដៅយោធានៅលើកោះខាកដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់យ៉ាងណាក៏ដោយប្រធានាធិបតីត្រាំបាននិយាយថាលោកមិនទាន់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងផ្ទាល់ទេប៉ុន្តែជាការព្រមានមួយការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់នៅថ្ងៃដំបូងនៃសង្គ្រាមមេដឹកនាំកំពូលអាយ៉ាតូឡាស់អាលីខាមេនអេត្រូវបានសម្លាប់លោកមូជតាបាខាមេនអេជាកូនប្រុសរបស់គាត់ត្រូវបានតែងតាំងជាមេដឹកនាំថ្មីការស្លាប់របស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់កាលពីថ្ងៃទី17ខែមីនាអ៊ីស្រាអែលបានប្រកាសថាខ្លួនបានសម្លាប់លោកអាលីឡារីយ៉ានីដែលជាលេខាធិការនៃឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ក្នុងពេលតែមួយលោកហ្គូឡាមរីសាសូឡេម៉ានីមេបញ្ជាការកងកម្លាំងបាស៊ីចក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារដែរការវាយប្រហារតបតរបស់អ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនរាប់ពាន់គ្រឿងទៅលើអ៊ីស្រាអែលនិងប្រទេសឈុងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិកកាលពីថ្ងៃទី15ខែមីនាអ៊ីរ៉ង់បានអះអាងថាខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកចំនួន3កន្លែងនៅត្រង់តំបន់ឈុងសមុទ្ររួមមាននៅ UAE កូវ៉ែតនិងបារ៉ានចំណុចដែលធ្វើឲ្យសង្គ្រាមនេះក្លាយជាវិបត្តិសកលគឺការបិទច្រកសមុទ្រ Hormuz ដោយកងកម្លាំងអ៊ីរ៉ង់តែច្រកសមុទ្រនេះសំខាន់ប៉ុណ្ណាប្រហែល 25% នៃប្រេងពិភពលោកនិង1ភាគធំនៃឧស្ម័នធម្មជាតិរាវ LNG ត្រូវដឹកជញ្ជូនតាមច្រកនេះការបិទច្រកនេះមានន័យថាប្រេងនិងឧស្ម័នជាង10លានបារ៉ែលក្នុងមួយថ្ងៃត្រូវជាប់គាំងនៅក្នុងឈូងសមុទ្រផលប៉ះពាល់ភ្លាមតម្លៃប្រេង Brent បានឡើងលើ$100ក្នុង1បារ៉ែលកើនឡើងជាង40%ទីនេះជាកណ្ដាលអូស្ត្រាលីបានដំឡើងអត្រាការប្រាក់ថាដោយសារតម្លៃប្រេងកើនឡើងខ្លាំងទីភានគីថាមពលអន្តរជាតិ IEA បានប្រកាសបញ្ចេញស្តុកប្រេងបន្ទាន់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រហែល400លានបារ៉ែលប៉ុន្តែអ្នកជំនាញថាវាអាចតិចពេកនិងយឺតពេកប្រធានាធិបតី Trump បានអំពាវនាវឲ្យសម្ព័ន្ធមិត្តចូលរួមបេសកកម្មបើកច្រកសមុទ្រឡើងវិញប៉ុន្តែបណ្ដាប្រទេសអឺរ៉ុបធំៗដូចជាអង់គ្លេសបារាំងអាល្លឺម៉ង់សុទ្ធតែបដិសេធលោក Trump ខឹងយ៉ាងខ្លាំងហើយបានប្រកាសថាអាមេរិកលែងត្រូវការឬចង់បានជំនួយពី NATO ទៀតហើយស្ថានភាពនៅអ៊ីស្រាអែលក៏កាន់តែតានតឹងដែរប្រជាជនអ៊ីស្រាអែលកំពុងរស់នៅក្រោមសម្ពាធខ្លាំងដោយមានការវាយប្រហារដោយមីស៊ីលនិងដ្រូនស្ទើរតែរាល់ថ្ងៃការទម្លាយរបាំងការពារមានរបាយការណ៍ថាមីស៊ីលអ៊ីរ៉ង់អាចវាយប្រហារចំគោលដៅក្នុងប្រទេសអ៊ីស្រាអែលបានរួមទាំងនៅក្រុងអ៊ីឡាត់និងតំបន់តេលអាវីវផងដែរការខូចខាតដល់កប៉ាល់អាមេរិកកប៉ាល់ដឹកយន្តហោះ USS Abraham Lincoln ត្រូវបានអ៊ីរ៉ង់វាយប្រហារនិងធ្វើឲ្យពិការសម្ពាធលើស្តុកគ្រាប់កាំឈើ STEPមានព័ត៌មានថាស្តុកគ្រាប់កាំឈើ STEP របស់អ៊ីស្រាអែលជិតអស់ហើយបើទោះបីជាអាជ្ញាធរអ៊ីស្រាអែលបដិសេធក៏ដោយស្ថានភាពនៅលីបង់រណសិរ្សភាគខាងជើងកំពុងឆេះយ៉ាងសន្ធោសន្ធៅអ៊ីស្រាអែលបានបើកប្រតិបត្តិការជើងគោកកំណត់ព្រំដែនចូលទៅក្នុងតំបន់ខាងជើងលីបង់ដើម្បីប្រយុទ្ធជាមួយក្រុម Hezbollah គិតត្រឹមថ្ងៃទី17ខែមីនាមនុស្សជាង900នាក់បានស្លាប់នៅលីបង់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលជាង1លាននាក់ត្រូវបានផ្លាស់ទីលំនៅចំណុចដែលធ្វើឲ្យសង្គ្រាមនេះកាន់តែចាប់អារម្មណ៍គឺគោលដៅរបស់អាមេរិកនិងអ៊ីស្រាអែលចាប់ផ្ដើមខុបគ្នាអ៊ីស្រាអែលចង់បន្តសង្គ្រាមឲ្យបានយូរដើម្បីបំផ្លាញរបបអ៊ីរ៉ង់ឲ្យខ្ទេចខ្ទីរហូតដល់មានការដាល់រលំពីខាងក្នុងនាយករដ្ឋមន្ត្រីនេតាន់យ៉ាហ៊ូចង់បានការដាល់រលំនៃសាធារណរដ្ឋអ៊ីស្លាមទាំងស្រុងអាមេរិកប្រធានាធិបតី Trump ចាប់ផ្ដើមនិយាយអំពីការបញ្ចប់សង្គ្រាមលោកបាននិយាយកាលពីថ្ងៃទី17ខែមីនាថាសហរដ្ឋអាមេរិកស្ទើរតែមិនមានគោលដៅណាសម្រាប់វាយប្រហារទៀតហើយថាការប្រយុទ្ធអាចបញ្ចប់នៅពេលណាក៏ដោយអ្នកវិនិយោគយោធាយល់ថាអ៊ីរ៉ង់បានទប់ទល់បានល្អជាងការរំពឹងទុកហើយនៅតែរក្សាសមត្ថភាពយោធាយ៉ាងច្រើន
នេះជាសម្ពាធមួយដល់រដ្ឋាភិបាលត្រាំដែលត្រូវការបង្ហាញជ័យជំនះឲ្យបានឆាប់មុនការបោះឆ្នោតបញ្ជាអាណត្តិកាលមកនេះខាងអ៊ីរ៉ង់អ្នកស្លាប់ជាង 1,200 នាក់តួលេខនេះគិតត្រឹមថ្ងៃទី 8 ខែមីនាដែលមិនទាន់រាប់បញ្ចូលការស្លាប់ថ្មីទេអ្នកផ្លាកទីលំនៅរហូតដល់ 3.2 លាននាក់ត្រូវបានប៉ាន់ស្មានដោយ UNHCR អ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនប្រមាណ 700 និង 3,600 គ្រឿងរៀងៗគ្នាកាលពីថ្ងៃទី 15 ខែមីនាមនុស្សចំនួនរាប់សែននាក់បានចូលរួមពិធីបុណ្យសពនាវីក84នាក់ដែលត្រូវបានសម្លាប់លើនាវា IRS Dina ខាងអាមេរិកទាហានស្លាប់13នាក់គិតត្រឹមថ្ងៃទី 14 ខែមីនាក្នុងនោះរួមមាននាវីក6នាក់នៃយន្តហោះចាក់ប្រេង KC-135 ដែលធ្លាក់នៅប្រទេសអ៊ីរ៉ាក់យន្តហោះ F-15E ចំនួន3គ្រឿងត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងមិត្តភ័ក្តិគឺ Friendly Fire នៅកូវ៉ាតយន្តហោះចាក់ប្រេង5គ្រឿងទៀតបានរងការខូចខាតនៅអារ៉ាប៊ីសាអូឌីតសរុបមកគិតត្រឹមថ្ងៃទី 18 ខែមីនាស្ថានភាពសង្គ្រាមនេះគឺយោធាអាមេរិកនិងអ៊ីស្រាអែលនៅតែមានដៃខាងលើប៉ុន្តែអ៊ីរ៉ង់នៅតែអាចវាយប្រហារវិញបានយ៉ាងខ្លាំងសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលនិងតម្លៃប្រេងកើនឡើងការទូតអាមេរិកឯកកោខាងការទូតសម្ព័ន្ធមិត្តអឺរ៉ុបបដិសេធមិនចូលរួមគោលដៅអាមេរិកនិងអ៊ីស្រាអែលកំពុងមានទស្សនៈខុសគ្នាលើការបញ្ចប់សង្គ្រាមតើនឹងមានអ្វីកើតឡើងបន្ទាប់ទៀតមានសញ្ញាថាការចរចាកំពុងដំណើរការដោយសម្ងាត់តាមរយៈអូម៉ង់ប៉ុន្តែភាគីទាំងពីរនៅតែប្រកាន់ជំហររឹងអ្នកជំនាញយោធាយល់ថាអ៊ីរ៉ង់កំពុងលេងល្បែងមួយដែលគេហៅថាការបដិសេធយ៉ាងយុទ្ធសាស្ត្រពោលគឺទោះបីជាមិនអាចឈ្នះសង្គ្រាមដោយផ្ទាល់ក៏ដោយក៏ពួកគេអាចធ្វើឲ្យអាមេរិកនិងអ៊ីស្រាអែលមិនអាចប្រកាសជ័យជំនះដ៏ពេញលេញបានឡើយឥឡូវនេះខ្ញុំចង់សួរបងប្អូនថាតើអ្នកគិតថាសង្គ្រាមនេះនឹងចប់នៅពេលឆាប់ៗឬនឹងអូសបន្លាយទៅជាជម្លោះរ៉ាំរ៉ៃទុកមតិខាងក្រោមសូមអរគុណច្រើនសម្រាប់ការតាមដានហើយជួបគ្នាវីដេអូក្រោយ